ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញរបៀបធ្វើនំប៉័ងបាក់យ៉ងស្រួយមុនដំបូងហ្នឹងគឺយើងចាក់ម្សៅនំប៉័ងចំនួន35ក្រាមចូលក្នុងកធុនចាក់មេនំប៉័ងចំនួន5ក្រាមកូរចូលគ្នាបន្តិចហើយចាក់ទឹកក្តៅអ៊ុនៗចំនួន40ក្រាមរួចហើយកូរចូលគ្នាឲ្យសព្វគ្រប់ទុករយៈពេល30នាទីបន្ទាប់ពីបាន30នាទីមកចាក់ម្សៅនំប៉័ងនឹងចំនួន380ក្រាមចូលស្ករសចំនួន10ក្រាមអំបិលចំនួន5ក្រាមប៊ឺសាបចំនួន20ក្រាមចាក់ទឹកត្រជាក់នឹងចំនួន210ក្រាមរួចមកយកម៉ាស៊ីននឹងមកវាយម្សៅពេលវាម្សៅបានរយៈពេលប្រហែលជា15នាទីឃើញថាម្សៅម៉ត់រលោងបែបនេះហើយយើងមកចាប់ដាំឆាញ់ម្សៅមើលបងប្អូនអាចបេះម្សៅមួយដុំហើយទាញមើលនៅពេលដែលសែងម្សៅខ្លាយជាយាហើយស្ដាំបែបនេះជាការស្រេចបន្ទាប់មកបត់ម្សៅចូលក្នុង3ទៅ4ដងរួចមូលដូចបាហើយគ្រប់ទុករយៈពេល30នាទីបន្ទាប់ពីបាន30នាទីមកយកម្សៅទាំងអស់មកថ្លឹងហើយកាត់វាជា8ចំណែកស្មើគ្នានៅពេលកាត់រួចយកថង់មកគ្របផងដើម្បីកុំឲ្យត្រូវខ្យល់នាំឲ្យម្សៅយើងស្ងួតបន្ទាប់មករោយម្សៅខ្លះៗក្នុងថាសបន្ទាប់មកយកដុំម្សៅដែលកាត់ហើយមុនគេនោះមកសង្កត់ឲ្យសំប៉ៃរួចមូលម្សៅពីខាងលើចុះក្រោមដោយពេលមូលត្រូវប្រើចុងម្រាមដៃនិងសង្កត់ផងនៅពេលដែលមូលម្សៅអស់ហើយគ្រប់ទុករយៈពេល20នាទីក្នុងចន្លោះពេលហ្នឹងយើងមកធ្វើទឹកស្លឹកខ្ទឹមសម្រាប់លាបពីលើនំប៉័ងវិញម្ដងមុនដំបូងហ្នឹងគឺចាក់ពងមាន់ចំនួន3គ្រាប់ចូលទៅក្នុងចានម្សៅស៊ុបហ្នឹងចំនួន2ស្លាបព្រាកាហ្វេអំបិលបន្តិចស្ករសចំនួន1ស្លាបព្រាបាយស្លឹកខ្ទឹមចំនួន50ក្រាមកូរឲ្យសព្វរួចទុកមួយឡែកសិនបន្ទាប់មកចាក់ប្រេងឆាចូលខ្ទះហ្នឹងចំនួន150ក្រាមប៊ឺសាបនឹងចំនួន50ក្រាមរួចមកដាំប្រេងឆានោះឲ្យក្តៅដល់ហុយផ្សែងហើយចាក់ប្រេងឆាដែលក្តៅនោះចូលទៅក្នុងគ្រឿងផ្សំពងមាន់ខាងលើដោយចាក់បណ្ដាលកូរបណ្ដាលរួចទុកមួយឡែកសិនហើយនេះជាបាក់យ៉ងមានចំនួន90ក្រាមវារាងស្ងួតបន្តិចខ្ញុំក៏បានបន្ថែមទឹកស្លឹកខ្ទឹមដែលធ្វើឲ្យមុននឹងចូលចំនួន7ស្លាបព្រាបាយដើម្បីឲ្យមានសំណើមបន្តិចច្របល់ចូលគ្នាឲ្យសព្វហើយចែកសាច់បាក់យ៉ងនឹងជា8ចំណែកស្មើគ្នាបន្ទាប់ពីបាន20នាទីមកយកដុំម្សៅដែលសង្កត់ឲ្យមុនគេនឹងមកសង្កត់ម្ដងទៀតដោយពេលសង្កត់នឹងបងប្អូនត្រូវយកដងសង្កត់នឹងដាក់ចំកណ្ដាលរួចសង្កត់ឡើងលើរួចមកដាក់ដងសង្កត់នឹងចំកណ្ដាលម្ដងទៀតសង្កត់ចុះក្រោមបន្ទាប់មកត្រឡប់ម្សៅពីខាងលើចុះក្រោមហើយដាក់បាក់យ៉ងនឹងពីលើរួចមូលម្សៅពីខាងលើចុះក្រោមពេលដែលមូលម្សៅហើយនោះបងប្អូនឃើញធ្នេម្សៅអត់ធ្នេម្សៅហ្នឹងពេលដែលបងប្អូនដាក់ក្នុងថាបងប្អូនត្រូវផ្កាប់វាចុះក្រោមបន្ទាប់ពីមូលម្សៅអស់ហើយគ្រប់ទុករយៈពេល20នាទីក្នុងចន្លោះពេលហ្នឹងខ្ញុំបានដាំទឹកហ្នឹងឲ្យពុះហើយចាក់វាចូលក្នុងថាសមួយរួចមកយកថាសនោះដាក់ក្នុងម៉ាស៊ីនដុតហើយបើកភ្លើងទុកមុនហ្នឹង15នាទីនៅក្នុងកម្ដៅ200អង្សាសេបន្ទាប់ពីបាន20នាទីមកយកទឹកស្លឹកខ្ទឹមនឹងមកលាបពីលើនំប៉័ងឲ្យសព្វរួចដុតនៅក្នុងឡដែលមានកម្ដៅហើយស្រាប់200អង្សាសេដល់រយៈពេល20ទៅ25នាទី
ឥឡូវនំប៉័ងបាក់យ៉ងបានដុតរួចហើយយកវាចេញពីឡទុកឲ្យត្រជាក់ជាការស្រេចសូមអរគុណបងប្អូនដែលទស្សនាវីដេអូខ្ញុំពីដើមដល់ចប់សង្ឃឹមថាបងប្អូននឹងចូលចិត្តបើមានសំណួរឬយោបល់អ្វីសូមបងប្អូនសរសេរ comment នៅខាងក្រោមសូមបងប្អូនជួយចុច like share និង subscribe YouTube channel របស់ខ្ញុំដើម្បីជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណច្រើនសូមជម្រាបលា